បន្ទាប់ពីលោកវីរៈកសិករចិញ្ចឹមជ្រូកបានបញ្ចប់បទបង្ហាញពីការថែទាំជ្រូកពីជំងឺបន្ទាប់ពីលោកវីរៈកសិករចិញ្ចឹមជ្រូកបានបញ្ចប់បទបង្ហាញរបស់គាត់សាលប្រជុំទាំងមូលបានធ្លាក់ចូលក្នុងភាពស្ងប់ស្ងាត់មួយរំពេចមិនមែនជាភាពស្ងៀមស្ងាត់ដោយសារការធុញទ្រាន់នោះទេតែជាភាពស្ងាត់ស្ងៀមដែលកើតចេញពីការភ្ញាក់ផ្អើលនិងការគិតគូរយ៉ាងស៊ីជម្រានបទបង្ហាញរបស់គាត់មិនមែនត្រឹមតែជាការចែករំលែកចំណេះដឹងអំពីការថែទាំជ្រូកតាមបែបប្រពៃណីនោះទេតែវាគឺជាការបង្ហាញពីអនាគតមួយដែលគ្មាននរណានឹកស្មានដល់លោកវីរៈបានបង្ហាញប្រព័ន្ធមួយដែលគាត់បានអភិវឌ្ឍដោយខ្លួនឯងជាមួយនឹងជំនួយពីបច្ចេកវិទ្យាដ៏ទំនើបតាមរយៈអេក្រង់ hologram ដែលអណ្ដែតនៅចំកណ្ដាលសាលប្រជុំរូបភាពពីកសិដ្ឋានរបស់គាត់បានលេចឡើងយ៉ាងរស់រវើកអ្នកចូលរួមបានឃើញជ្រូករបស់គាត់រាប់រយក្បាលកំពុងរស់នៅក្នុងបរិយាកាសស្អាតនិងមានផាសុកភាពអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនោះគឺជ្រូកនីមួយៗសុទ្ធតែមានបំពាក់នូវឧបករណ៍ចាប់សញ្ញាជីវសាស្ត្រ biosensors តូចៗស្ទើរតែមើលមិនឃើញដែលបង្កប់ក្រោមស្បែករបស់វាឧបករណ៍ទាំងនេះបានត្រួតពិនិត្យសញ្ញាសំខាន់ៗរបស់ជ្រូកជាបន្តបន្ទាប់ដូចជាសីតុណ្ហភាពរាងកាយចង្វាក់បេះដូងនិងសូម្បីតែសញ្ញាសម្គាល់ភាពស៊ាំក្រុងឈាមទិន្នន័យទាំងអស់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់ប្រព័ន្ធបញ្ញាសុភនិមិត្តដ៏ឆ្លាតវៃមួយដែលមានសមត្ថភាពក្នុងការវិនិច្ឆ័យរោគគំរូនៃជំងឺមុនពេលវាអាចបង្ហាញរោគសញ្ញាខាងក្រោយប្រសិនបើមានជ្រូកណាមួយចាប់ផ្ដើមបង្ហាញសញ្ញាខុសប្រក្រតីប្រព័ន្ធនឹងជូនដំណឹងទៅលោកវីរៈភ្លាមៗហើយគាត់អាចចាត់វិធានការបង្ការឬព្យាបាលបានទាន់ពេលវេលានិងត្រឹមត្រូវភាពស្ងប់ស្ងាត់ត្រូវបានបំបែកដោយសំឡេងតេះដៃញ៉ាំងកងរំពងដែលផ្ទុះឡើងពីគ្រុឌទីទីវាជាការតេះដៃដែលពោពេញទៅដោយក្តីសង្ឃឹមនិងការកោតសរសើរចំពោះការច្នៃប្រឌិតរបស់កសិករដ៏សាមញ្ញម្នាក់នេះលោកវីរៈមិនមែនត្រឹមតែបានដោះស្រាយបញ្ហាជំងឺជ្រូកប៉ុណ្ណោះទេប៉ុន្តែគាត់បានបង្ហាញផ្លូវថ្មីមួយសម្រាប់ឧស្សាហកម្មកសិកម្មទាំងមូលនេះជាបច្ចេកវិទ្យាដែលអាចកាត់បន្ថយការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកធានាគុណភាពសាច់ដែលមានសុវត្ថិភាពនិងសំខាន់ជាងនេះទៅទៀតគឺធានានូវសន្តិសុខស្បៀងសម្រាប់មនុស្សជាតិក្នុងយុគសម័យអនាគតនេះមិនមែនគ្រាន់តែជារឿងជ្រូកនោះទេលោកវីរៈបាននិយាយដោយសំឡេងឡានលឺវាជាគំរូមួយសម្រាប់បរិស័ទទាំងអស់ជាគំរូនៃរបៀបដែលយើងអាចប្រើប្រាស់វិទ្យាសាស្ត្រដើម្បីបង្កើតពិភពលោកមួយដែលប្រសើរជាងមុនជាពិភពលោកដែលយើងអាចចិញ្ចឹមសត្វដោយមេត្តាធម៌និងនិរន្តរភាពសូម្បីតែនៅលើភពផែនដីនេះឬលើពីនេះទៅទៀតក៏ដោយពាក្យសម្ដីរបស់គាត់បានបន្សល់ទុកនូវអារម្មណ៍ដ៏ជ្រាលជ្រៅក្នុងចិត្តអ្នកស្ដាប់គ្រប់គ្នាដែលបានមើលឃើញពន្លឺនៃក្តីសង្ឃឹមថ្មីមួយសម្រាប់អនាគតកសិកម្មដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើបនិងស្មារតីកសិករដ៏ឧស្សាហ៍ម្នាក់នេះសំឡេងតេះដៃបានផ្ទុះឡើងកាន់តែខ្លាំងទៅទៀតប្រែក្លាយទៅជាការឆោតតេះដៃដ៏កង់រំពងអ្នកចូលរួមទាំងអស់មិនថាជាអ្នកជំនាញកសិកម្មជើងចាក់រហូតដល់អ្នកស្រាវជ្រាវបច្ចេកវិទ្យាវ័យក្មេងសុទ្ធតែក្រោកឈរឡើងទឹកមុខរបស់ពួកគេបញ្ចេញនូវពន្លឺនៃការយល់ដឹងថ្មីនិងភាពរំភើបរីករាយយ៉ាងខ្លាំងក្នុងចំណោមអ្នកទាំងអស់នោះលោកស្រីបណ្ឌិតសុផាតដែលជាអ្នកជំនាញឈានមុខគេផ្នែកជីវព័ត៌មានវិទ្យានិងជាអ្នកតស៊ូមតិយូរអង្វែងសម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពបានមានអារម្មណ៍ថាមានកម្លាំងចិត្តដ៏អស្ចារ្យមួយកាត់ឡើងដោយមិននឹកស្មានដល់ដំបងឡើយលោកស្រីបានមកចូលរួមបទបង្ហាញនេះដោយរំពឹងថានឹងបានឃើញត្រឹមតែការកែលម្អបន្តិចបន្តួចប៉ុណ្ណោះតែអ្វីដែលលោកស្រីបានឃើញគឺការផ្លាស់ប្ដូរគំនិតទាំងស្រុង paradigm shift នៅពេលសំឡេងតេះដៃចាប់ផ្ដើមស្ងប់ស្ងាត់បន្តិចលោកស្រីបណ្ឌិតសុផាតបានបោះជើងទៅមុខសំឡេងរបស់លោកស្រីបានបន្លឺឡើងយ៉ាងច្បាស់លាស់នឹងចំណោមសំឡេងខ្សឹបសៀវដែលនៅសល់លោកវីរៈលោកស្រីចាប់ផ្ដើមដោយសម្លឹងមើលទៅកសិករដ៏សាមញ្ញនៅលើឆាកអ្វីដែលលោកបានបង្ហាញនៅថ្ងៃនេះគឺមិនមែនគ្រាន់តែជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់កសិដ្ឋានជ្រូកមួយប៉ុណ្ណោះទេវាជាគ្រឹះប្រវត្តិបរិវត្តកសិកម្មសកលលោកបានភ្ជាប់ចំណេះដឹងបុរាណរបស់កសិករជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុតដើម្បីបង្កើតអនាគតមួយដែលការចិញ្ចឹមសត្វប្រកបដោយនិរន្តរភាពមិនមែនជាក្តីស្រមៃទៀតឡើយតែជាការពិតឡើយពាក្យសម្ដីរបស់លោកស្រីបានបន្លឺឡើងយ៉ាងជ្រាលជ្រៅមនុស្សជារាតបានងក់ក្បាលយល់ព្រមខ្លះទៀតថែមទាំងជួទឹកភ្នែកនៃក្តីសង្ឃឹមសាលប្រជុំចង្អោរដែលកាលពីមុនជាទីកន្លែងសម្រាប់បទបង្ហាញបច្ចេកវិទ្យាបានប្រែក្លាយទៅជាកន្លែងបណ្ដុះបណ្ដាលទស្សនវិស័យរួមលោកវីរៈដែលនៅតែមានអារម្មណ៍រំភើបរីករាយដោយសារការគាំទ្រយ៉ាងច្រើននេះបានញញឹមយ៉ាងសភាពលោកដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះគ្រួតភូនៃគំនិតមួយដែលបានបណ្ដុះនៅក្នុងកសិដ្ឋានតូចរបស់គាត់ឥឡូវនេះបានចាក់ឫសក្នុងស្មារតីរួមរបស់មនុស្សជាតិរួចរាល់ដើម្បីរីកដុះដាលនិងផ្សព្វផ្សាយទូទាំងពិភពលោកប្រហែលជាថែមទាំងត្រួតត្រៃក្លៅសម្រាប់ការពង្រីករបស់មនុស្សជាតិទៅកាន់ភពផ្សេងៗដែលការផលិតស្បៀងអាហារនឹងក្លាយជាព្រំដែនចុងក្រោយការប្រឈមគឺធំធេងណាស់ប៉ុន្តែផ្លូវដែលបំភ្លឺដោយភាពប៉ិនប្រសើររបស់កសិករនិងបេះដូងដ៏មេត្តាធម៌ឥឡូវនេះហាក់ដូចជាកាន់តែច្បាស់ជាងពេលណាៗទាំងអស់